មុននឹងចាប់ដើមខ្ចីប្រាក់ពីធនាគារគឺយើងត្រូវមានផែនការច្បាស់លាស់អានឹងធម្មតាហើយតែកាលណាគ្មានផែនការសម្រាប់សងទៅវិញយើងពិតជាលំបាកហើយទាំងធនាគារក៏លំបាកទាំងអ្នកដែលជាពាក់ហ្នឹងក៏លំបាកដែរពួកខ្ញុំជឿថាធនាគារពាណិជ្ជមិនចង់បានទេពាក្យថាអនុទានស្អុយនោះណាឬក៏បំណុលវ៉ាន់កហេតុអីបានដឹងថាអ្នកខ្ចីអត់មានលុយហើយនៅតែអ្នកឲ្យខ្ចីហ្នឹងហ៊ានឲ្យខ្ចីតទៅទៀតហ៊ានឲ្យខ្ចីណាដឹងថាគាត់អត់មានលុយហើយបញ្ហាវាខ្ញុំសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមិនបន្ទោសខាងណាមួយទេតែខ្ញុំសូមនិយាយត្រឡប់ទៅក្រោយបន្តិចប្រទេសខ្មែរយើងពីដើមមកមិនមានការរីកចម្រើនខាងមីក្រូហិរញ្ញវត្ថុឬមួយក៏ធនាគារពាណិជ្ជដូចសពថ្ងៃនេះទេធនាគារមានមិនអត់ទេធនាគារជាតិនៃកម្ពុជាយើងធនាគារពាណិជ្ជអីហ្នឹងមានដែរខ្ញុំនិយាយពីដើមមកណាតែគឺនៅក្នុងទីក្រុងធំភាគច្រើនជាពិសេសគឺរាជធានីភ្នំពេញអញ្ចឹងអ្នកនៅតាមជនបទឬក៏នៅក្នុងភ្នំពេញហ្នឹងក៏មានដែរពីយូរមកហើយគាត់មិនសូវចាប់អារម្មណ៍ជាមួយនឹងការខ្ចីពីធនាគារដែលគេហៅថារៀបរយត្រឹមត្រូវទេខ្ញុំសំដៅលើធនាគារដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលចាអញ្ចឹងហើយវាបែបបត់អីយូរផងគាត់ច្រើនតែខ្ចីលុយជាលក្ខណៈមិនផ្លូវការដែលគេតែងតែនិយាយថាទៅខ្ចីលុយចិននៅផ្សារណាជាពិសេសគឺកសិករយើងណាកាលណាគាត់ខ្វះជាពិសេសនៅខែគាត់ស្ទូងនៅពេលដែលគាត់ខ្វះជីដើម្បីយកទៅបាចឲ្យស្រូវល្អនោះគាត់ចាប់ផ្ដើមខ្ចីលុយអ្នកនៅផ្សារគឺចិនដែលគេនៅសល់លុយចិនជាឈ្មួញតូចតាចហ្នឹងតែគាត់មានដើមទុនគាត់ហ៊ានឲ្យខ្ចីហើយការខ្ចីហ្នឹងគឺមិនគោរពតាមគោលការណ៍របស់ធនាគារជាតិនៃកម្ពុជាអីទេគឺស្រេចតែនឹងមាត់របស់អ្នកឲ្យខ្ចីបានន័យថាគាត់ហ៊ានឲ្យខ្ចីប៉ុណ្ណឹងអ្នកឯងយកចោះប៉ុន្តែសងមកវិញប៉ុណ្ណេះនៅពេលដែលអ្នកស្រាយយើងជាពិសេសគាត់ត្រូវការហើយឃើញគេអត់មានទាទ្របកំណល់អីទៅទៀតតាមទម្លាប់គឺគាត់ហ៊ានខ្ចីហើយមានពាក្យមួយដែលខ្ញុំចង់លើកនៅទីនេះដែរគឺពាក្យថាបុលហ្នឹងគឺសំដៅទៅលើថាខ្ចីមួយសងពីរហ្នឹងគឺពេលជាពិសេសគឺពេលស្ទូងអត់មានអីញ៉ាំអញ្ចឹងឬក៏ខ្វះអីអញ្ចឹងទៅខ្ចីក្នុងទំហំទឹកប្រាក់ឧទាហរណ៍ថាគេច្រើនគិតជាស្រូវណាឬក៏អង្គមួយបាវអញ្ចឹងដល់ពេលខែច្រូតសងវិញត្រូវសង2បាវខ្ចីមួយសង2អាហ្នឹងគឺទម្លាប់យូរមកហើយឥឡូវនេះបញ្ហាគឺមិនមែនស្ថិតលើអ្នកខ្ចីហើយនិងអ្នកឲ្យខ្ចីទេគឺវាទាំងអស់គ្នាទី1ខ្ញុំនិយាយពីអ្នកខ្ចីគឺឧបមាថាខ្ញុំខ្វះលុយអញ្ចឹងទៅខ្ចីនៅធនាគារណាមួយឬក៏មីក្រូហិរញ្ញវត្ថុណាមួយគាត់ចាប់សិក្សាអំពីខ្ញុំថាខ្ញុំមានប្រាក់ចំណូលអីហើយខ្ញុំជាពាក់អ្នកណាប្រមាណនឹងជាពិសេសហើយខ្ញុំមានមុខរបរអីដែលសម្រាប់សងទៅគាត់ចាអញ្ចឹងជាទូទៅអ្នកខ្ចីគឺគាត់មានប្លង់ដីប្លង់ទុនប្លង់រឹងទៅតាមលទ្ធភាពដែលគាត់អាចដាក់បញ្ចាំទៅធនាគារបានចាអញ្ចឹងគេមើលមិនដឹងថាគេមើលកម្រិតណាទេក៏ប៉ុន្តែ
គេអាចឆែកមើលនៅគេហៅថា credit bureau ការិយាល័យឥណទានការិយាល័យឥណទានគឺជាក្រុមហ៊ុនមួយដែលទទួលការងារនឹងជាផ្លូវការពីធនាគារជាតិនៃកម្ពុជាដើម្បីកត់ត្រារាល់ប្រាក់កម្ចីទាំងអស់ឥណទានទាំងអស់ដែលធ្វើប្រតិបត្តិការនៅក្នុងប្រជាណាចក្រកម្ពុជាអ្នកណាខ្ចីប្រមាណគេអាចទៅឆែកនៅក្នុងបានក៏ប៉ុន្តែការិយាល័យឥណទាននឹងគឺគាត់កត់ត្រាតែពីធនាគារពាណិជ្ជឬក៏មីក្រូហិរញ្ញវត្ថុស្ថាប័នមីក្រូហិរញ្ញវត្ថុដែលចុះបញ្ជីជាផ្លូវការអញ្ចឹងបើឧបមាថាខ្ញុំជាអ្នកខ្ចីធនាគារទី1ខ្ចីធនាគារទី2គឺឲ្យតែប្រាក់ខ្ញុំខ្ចីប្រមាណនៅការិយាល័យឥណទាននោះគឺគេកត់ត្រាទាំងអស់នឹងបើសិនជាខ្ញុំចង់ទៅខ្ចីអ្នកទី3គឺគេអាចឆែកមើលបានខ្ចីលើកទី3ក៏បានដែរចាក៏ប៉ុន្តែការិយាល័យឥណទាននោះអត់អាចដឹងបានទេថាខ្ញុំជាពាក់សាច់ញាតិខ្ញុំប្រមាណថាខ្ញុំជាពាក់អ្នកជិតខាងខ្ញុំប្រមាណគឺគាត់អត់អាចដឹងទេអាហ្នឹងយើងហៅថាឥណទានមិនផ្លូវការណាពីអ្នកជិតខាងឬពីដើមមកគេហៅថាចិត្តនឹងផ្សារណាគឺគាត់អត់អាចដឹងបានទេហើយអាទៅហ្នឹងជាចំណុចមួយដែលអ្នកធនាគារពាណិជ្ជឬមួយក៏មីក្រូហិរញ្ញវត្ថុហ្នឹងមិនអាចដឹងបានរឿងមួយទៀតគឺអ្នកខ្ចីថ្ងៃហ្នឹងគាត់មានមុខរបរដែលគាត់មានចំណូលប៉ុណ្ណេះអាហ្នឹងរឿងមួយរឿងពីរចំណូលរបស់គាត់ឧទាហរណ៍ថាគាត់ជាអ្នកធ្វើការរោងចក្រចាស់គាត់គ្មានកំហុសអីទេគាត់ទៅធ្វើការធម្មតាហើយរោងចក្រគាត់ក៏ដំណើរការធម្មតាដែរអត់មានបញ្ហាអីទេគាត់មានកិច្ចសន្យាប៉ុណ្ណេះខែប៉ុណ្ណេះឆ្នាំក៏ប៉ុន្តែវិច័យដល់អីសេដ្ឋកិច្ចឥឡូវនេះណាគឺរោងចក្រខ្លះគាត់អាចថាផ្អាកដំណើរការដោយសារមុខទំនិញដែលគាត់ធ្លាប់នាំចេញហ្នឹងគេជប់ទិញមិនមែនមានន័យថារោងចក្រហ្នឹងខ្សែធនទេគេអាចថាទាមទារពេលមួយដើម្បីផ្លាស់ប្ដូរប្រភេទទំនិញនៃការទំនិញរបស់គេឧបមាថាពីមុនមកគេធ្លាប់ដេកខោអាវចឹងទៅអញ្ចឹងឥឡូវហ្នឹងខោអាវហ្នឹងគេជប់ទិញឧទាហរណ៍ណាចាហើយអញ្ចឹងនៅពេលដែលគេជប់ទិញខោអាវអ្នកវិនិយោគិនមិនមែនគាត់ទៅវិញភ្លាមទេមិនណាច់ថាគាត់មកជួលរោងចក្រមកអីនៅស្រុកយើងហើយគាត់អាចផ្លាស់ប្ដូរមុខរបរគាត់ទៅជាផលិតអីផ្សេងចឹងទៅដើម្បីគាត់អាចលក់វិញបានអញ្ចឹងវាអាចដំណាក់កាលហ្នឹងអាចថាកម្មករអ្នកខ្ចីលុយហ្នឹងដាច់ប្រាក់ខែមួយរយៈណាអាចថាគេឲ្យអីជាពិសេសអាពេលកូវីដនេះណាចាអាហ្នឹងរឿងមួយអញ្ចឹងមានន័យថាជាចំណូលមិនទៀងទាត់ហើយមួយចំនួនធំបើជាកម្មកររោងចក្រឬមួយក៏ជាបុគ្គលិកក្រុមហ៊ុនឬក៏មន្ត្រីរាជការហ្នឹងគឺប្រាក់ខែអាចថាមួយម៉ោងសងទៅគេវិញបានចុះតែដែលពិបាកនោះគឺអ្នករស់ស៊ីយើងហៅថាអាជីវករធម្មតាឬមួយក៏ជាអ្នកដាំដំណាំហើយអ្នកដាំដំណាំស្រុកយើងចាដូចប្រហែលថ្ងៃមុននេះមានបញ្ហារឿងស្រូវធ្លាក់ថ្លៃអីចឹងណាចាឬមួយក៏បញ្ហាដែលដូចថាយើងខំដាំអីមួយល្អហើយប៉ុន្តែនៅពេលដែលយើងត្រូវប្រមូលផលហ្នឹងកសិផលហ្នឹងវាធ្លាក់ថ្លៃហើយនៅពេលហ្នឹងដែលកសិករយើងមានបញ្ហាជាមួយនឹងធនាគារដែលគេហៅថាបំណុលវ័នកហ្នឹងហើយកាលណាយើងមានចំណូលតែមួយប្រភពពី
$250 ឬក៏1 លានរៀលឬក៏2 លានរៀលចាចំណាយមានច្រើនយ៉ាងយើងមិនមែនសម្រាប់បានប្រាក់ខែមកហ្នឹងបងទៅធនាគារឯណាយើងមានញ៉ាំយើងមានស្លៀកពាក់ហើយជាពិសេសគឺបនការចាត្រូវគេហៅថាតំណែងតំណងសង្គមវាច្រើនអញ្ចឹងបានន័យថាកាលណាយើងដាំជើងក្រានមិនប្រមាណឆ្នាំអាហ្នឹងវាបាក់តិចហើយជាពិសេសកាលណាយើងគិតធ្វើផែនការជីវកម្មរបស់យើងមិនដល់គិតថា2 លានរៀលអញបើសិនជា1 លានរៀលមួយខែមកប្រាក់ខែ2 លានរៀលហ្នឹងសម្រាប់សងទៅធនាគារមកថាមួយខែថា$80,000ចុះយើងនៅសល់1 លាន 2 សែនតែ1 លាន 2 សែនហ្នឹងយើងគិតទៅយើងញ៉ាំមួយខែ30 ថ្ងៃហើយយើងមិនមែនញ៉ាំតែម្ហូបដែរណាពេលខ្លះមានឡើងហាងឡើងអីម្ដងមានប៉ុនមានថ្ងៃនេះខួបកំណើតអីចឹងទៅតាមពិតអាខួបកំណើតហ្នឹងវាមិនសំខាន់ទេសំខាន់គឺជុំគ្នាណាហើយអាហ្នឹងគឺត្រូវចំណាយហើយតែកាលណាយើងគិតថាថ្លៃបាយយើងមួយទឹកទុកតែប៉ុណ្ណេះបានហើយមួយខែទុកតែប៉ុណ្ណោះបានហើយតែគេហៅទៅខួបកំណើតម្ដងឬក៏ទៅការម្ដងអាហ្នឹងចូលដើមហើយណាហើយតែចូលដើមមួយខែមិនអីទេ2 ខែក៏មិនអីដែរតែកន្លះឆ្នាំទៅអាហ្នឹងកាន់តែធ្ងន់ទៅអាហ្នឹងចាប់ដើមមានពាក្យមួយទៀតគឺគេហៅថាឆក់ហ្នឹងមិនមែនថាឆក់អីទេគេថាខ្ចីមានន័យថាខ្ចីពីអ្នកចិត្តខាងអញ្ចឹងដើម្បីដោះរួចមួយគ្រាអញ្ចឹងដល់ដោះគ្រានឹងរួចអាគ្រាក្រោយទៅវាកាន់តែធ្ងន់ទៅហើយអាហ្នឹងដែលហៅថាកម្ចីវ៉ាន់កហ្នឹងអញ្ចឹងកុំគិតថាអញញ៉ាំមួយអាទិត្យអស់តែប៉ុណ្ណេះទេអញ្ចឹងប្រាក់ខែអញពិតជាសល់ហើយអាហ្នឹងគឺខុសហើយចាណាកាលណាយើងអត់បានគិតវែងឆ្ងាយកុំភ្លេចយើងមិនមែនរស់នៅតែឯងទេហើយជាពិសេសខ្ញុំឃើញហើយគឺមានអ្នកត្អូញត្អែច្រើនប៉ុន្តែអាហ្នឹងម្ដងគេម្ដងយើងគឺសវត្ថការណាសវត្ថការសវត្ថបុនចាហើយឡើងផ្ទះទៀតណាព្រោះផ្ទះខ្លះខ្ញុំដឹងនៅតាមជនបទមិនមែនឡើងម្ដងហើយទេឡើង3 ដងក៏មានដែរពីព្រោះធ្វើបានមួយអំណាក់អញ្ចឹងទៅសំខាន់គឺជួបជុំគ្នាណាជួបជុំហ្នឹងវាតែងតែចំណាយហើយតែកាលណាឃើញគេទម្លាប់ខ្មែរយើងគឺឃើញគេធ្វើផ្ទះគេឡើងផ្ទះអញ្ចឹងទៅអាផ្ទះឯងមិនទាន់ហើយហ្នឹងកុំឲ្យចាញ់គេអញឡើងដែរណាហើយអាហ្នឹងគឺថាធម្មតាហើយខ្ញុំគិតថាគិតជាលុយវាខាតបានន័យថាយើងត្រូវចំណាយទៅលើការហូបចុកហ្នឹងប៉ុន្តែបើសិនជាយើងគិតអំពីសុខុមាលភាពរបស់សង្គមការជួបជុំគ្នាធ្វើផ្ដល់នូវសេចក្តីរីករាយធ្វើឲ្យសុខភាពយើងល្អហើយអញ្ចឹងវាត្រូវតែមានតុល្យភាពពីរឿងហ្នឹងបើយើងរិះថាំមិនមានតំណែងតំណងអីសោះក៏វាមិនកើតដែរចាអាហ្នឹងរឿងពីផ្នែកអ្នកខ្ចីចាខ្ញុំហៅថាកត្តាខាងក្នុងមួយទៀតនិយាយពីកត្តាខាងក្រៅកត្តាខាងក្រៅគឺអាចថាពាក់ព័ន្ធជាមួយនឹងធនាគារឬក៏មីក្រូហិរញ្ញវត្ថុផ្ទាល់ទៅចោះស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនឬក៏ធនាគារពាណិជ្ជមួយចំនួនគាត់ខ្ចីប្រាក់គេយកមកធ្វើអាជីវកម្មរបស់គាត់ដែរអញ្ចឹងបញ្ហារបស់គាត់គឺថាបើសិនជាអ្នកដែលគាត់បញ្ចេញឥណទានទៅឲ្យអតិថិជនគាត់បានតិចពេកគាត់ក៏ជួបបញ្ហាត្រង់ថាគាត់អត់មានការប្រាក់ឲ្យម្ចាស់បំណុលដែរនិយាយរួមទៅគាត់យកប្រាក់ពីគេមករកស៊ីបន្តដែរចាហើយនៅពេលហ្នឹងដែលវាបញ្ហាជាន់លើជាន់មានន័យថាមន្ត្រីឥណទានម្នាក់ឬក៏បុគ្គលិកដែលទទួលខុសត្រូវឥណទានម្នាក់គាត់មានកាតព្វកិច្ចដូចថាជាផែនការការងាររបស់គេអានឹងជារឿងធម្មតាទេដែលត្រូវកំណត់ថាតើ
គាត់ត្រូវបញ្ចេញឥន្ទានប្រមាណដើម្បីឲ្យវាត្រូវនឹងស្តង់ដារដែលគាត់យកប្រាក់ខែពីធនាគារហ្នឹងឬមួយក៏មីក្រូហិរញ្ញវត្ថុហ្នឹងអញ្ចឹងគាត់ខំប្រឹងបញ្ចេញឲ្យតាមផែនការរបស់គាត់ហើយអាចំណុចហ្នឹងដែលពេលខ្លះគាត់ចេះតែរុញឲ្យអតិថិជនយកឥន្ទានទៅយកទៅណាទៅមិនឲ្យគ្រប់ផែនការអាហ្នឹងគឺរឿងប្រកបណាស់វាបាក់តគ្នាមួយទៀតគឺបញ្ហាសេដ្ឋកិច្ចពិភពលោកជាទូទៅគឺថ្ងៃនេះយើងឮហើយសង្គ្រាមមានគ្រប់កន្លែងទាំងអ៊ុយក្រែនទាំងតំបន់កាហ្សាអញ្ចឹងតើកណាទោះជាសង្គ្រាមនឹងមិននៅប្រទេសយើងមែនក៏ប៉ុន្តែមានន័យថាអ្នកដែលទិញអីវ៉ាន់យើងហ្នឹងអ្នកដែលទិញអីវ៉ាន់យើងហ្នឹងគាត់អារម្មណ៍គាត់នៅលើតែរឿងច្បាំងគ្នានោះណាទាំងសហគមន៍អឺរ៉ុបព្រោះម៉ួយទិញអីវ៉ាន់យើងគឺសហគមន៍អឺរ៉ុបហើយនឹងអាមេរិកចាហើយតែគាត់មានបញ្ហាយើងក៏វាទៅតាមនឹងដែរឧបត្ថម្ភធំដោយគិតពីសុខភាពនឹកដល់ទឹកត្រចៀកកម្មប្រឡែងបឺតម៉ូតូអគ្គិសនី JB ធ្វើដំណើរ100គីឡូម៉ែត្រចំណាយត្រឹមតែ 2200 រៀលប៉ុណ្ណោះ JB កើនប្រាក់ចំណូលគ្រួសារមានសុភមង្គល